ព្រះគម្ពីរកិច្ចការចំពោះទី12នៅគ្រានោះស្ដេចហេរ៉ូតទ្រង់លូកព្រះហស្ថទៅចាប់ធ្វើទុកដល់ពួកជំនុំខ្លះក៏សម្លាប់យ៉ាកុបជាបងយូហានដោយដាវផងលុះទ្រង់យល់ឃើញថាការនោះជាទីគាប់ចិត្តដល់ពួកសាសយូដានោះក៏ចាប់ពេត្រុសថែមទៀតរីឯវេលានោះជាបុណ្យនំប៉័ងឥតដំបែការចាប់បានហើយនោះក៏ដាក់គុកព្រមទាំងប្រគល់ដល់ទាហាន4សង្កាត់ឲ្យឃុំរក្សាទុកដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្ដាជនក្រោយថ្ងៃបុណ្យរំលងដូច្នេះគេក៏ឃុំពេត្រុសទុកនៅក្នុងគុកតែចំណែកខាងពួកជំនុំគេខំប្រឹងអធិដ្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្តរីឯក្នុងការដែលស្ដេចហេរ៉ូតគិតនាំពេត្រុសមកនៅវេលាយប់នោះឯងគាត់ដេកនៅជាកណ្ដាលទាហាន2នាក់មានទាំងច្រវាក់2ខ្សែជាប់នៅខ្លួនហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរនោះមើលមានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ក៏មានពន្លឺផ្សាយមកក្នុងគុកទេវតានោះក៏គោះពីខាងចំហៀងដាស់គាត់ឡើងថាចូលក្រោកឡើងជាប្រញាប់នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញរួចទេវតាប្រាប់ថាចូលក្រវ៉ាត់ខ្លួនហើយពាក់ស្បែកជើងទៅគាត់ក៏ធ្វើដូច្នោះហើយទេវតាប្រាប់ទៀតថាចូលពាក់អាវមកតាមខ្ញុំចោះនោះគាត់ចេញទៅតាមទេវតាឥតមានដឹងជាការដែលកើតមកដោយសារទេវតានោះជាពិតឬមិនពិតទេគឺគាត់ស្មានថាបានឃើញការជាក់ស្ដែងវិញកាលបានដើរផុតពីអ្នកយាមទី1រួចទី2នោះក៏មកដល់ទ្វារដែកដែលនាំចេញទៅខាងក្រៅទ្វារនោះក៏របើកឯងកាលបានចេញទៅផុតផ្លូវមួយហើយនោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅលុះពេត្រុសដឹងខ្លួនឡើងក៏នឹកឃើញថាឥឡូវនេះអញដឹងប្រកាសថាព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ឲ្យមកដោះអញឲ្យរួចពីកណ្ដាប់ដៃនៃស្ដេចហេរ៉ូតហើយពីគ្រប់ទាំងបំណងដែលសាសយូដាបានរងចាំដែរលុះគាត់ពិចារណាហើយនោះក៏ទៅឯផ្ទះម៉ារីជាម្ដាយយូហានម៉ាកុសជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិដ្ឋានគាត់ក៏គោះទ្វារមុខនោះមានស្រីបម្រើម្នាក់ឈ្មោះរ៉ូដាមកទៀងស្ដាប់លុះស្ដាប់សំឡេងពេត្រុសហើយនោះនាងមានសេចក្តីអំណរដល់ពន្លឹកដល់ម្លេះបានជាភ្លេចទាំងបើកទ្វាររត់ចូលទៅប្រាប់គេវិញថាលោកពេត្រុសឈរនៅមាត់ទ្វារតែគេស្ដីថាឯងវង្វេងហើយតែនាងនៅតែថាប្រកាសមែនរួចគេថាជាទេវតារបស់គាត់ទេឯពេត្រុសគាត់ចេះតែគោះទ្វារថែមកាលគេបានបើកទ្វារឃើញនោះគេមានសេចក្តីស្រឡាំងកាំងតែគាត់ធ្វើគ្រឿងសម្គាល់នឹងដៃឲ្យគេស្ងៀមទៅរួចក៏រាយរឿងប្រាប់គេពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណាហើយគាត់ផ្ដាំគេថាសូមប្រាប់រឿងនេះដល់យ៉ាកុបនិងពួកបងប្អូនឲ្យដឹងផងនោះគាត់ចេញទៅឯកន្លែងមួយទៀតទៅលុះភ្លឺឡើងក៏កើតមានវឹកវរជាធំនៅក្នុងពួកកងទាហានពីដំណើរពេត្រុសដែលទៅឯណាបាត់ការស្ដេចហេរ៉ូតបានរកគាត់មិនឃើញនោះក៏ពិចារណាសួរពួកអ្នកយាមល្បាតហើយបង្គាប់ឲ្យនាំទៅគេទៅសម្លាប់បង់រួចស្ដេចក៏យាងចុះពីស្រុកយូដាទៅឯសេសារាគង់នៅទីនោះរីឯស្ដេចហេរ៉ូតទ្រង់មានព្រះハរតីចងគំនុំនឹងពួកអ្នកនៅស្រុកទីរុសនិងស៊ីដូនជាខ្លាំងតែគេស្រោះចិត្តគ្នានឹងមកគាល់ស្ដេចលុះបានបញ្ចុះបញ្ចូលផ្លាស់ទោស
ជាមន្ត្រីសេវកាមាត្ររបស់ស្ដេចហើយនោះក៏សូមចងជាស្ពានមេត្រីវិញពីព្រោះគេតែងតែបានស្បៀងអាហារពីស្រុកស្ដេចមកលុះដល់ថ្ងៃកំណត់ស្ដេចហេរ៉ូតទ្រង់ព្រះភក្តារាជកំពុងតែគង់នៅលើបល្ល័ង្កអធិប្បាយឲ្យគេស្ដាប់ហើយរាស្ត្រគ្រប់គ្នាចេះតែពន្លឺវិចារថានេះជាសំឡេងព្រះទេវើយមិនមែនជាសំឡេងមនុស្សទេនោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្ដេចឲ្យសគត់ទៅដោយដង្កូវចោះពីព្រោះស្ដេចមិនបានផ្ទេរសេចក្តីសរសើរនោះថ្វាយដល់ព្រះវិញឯព្រះបន្ទូលក៏ដុះដាលចម្រើនកាន់តែច្រើនឡើងកាលបានអាបាសនិងសូលបានធ្វើការងាររបស់ខ្លួនរួចសពគ្រប់ហើយនោះក៏ត្រឡប់ពីក្រុងយេរូសាឡឹមមកវិញនាំទាំងយូហានម៉ាកុសមកជាមួយផងអាមែន